សូមកូនទៅឲ្យបានសឹងនឹងខំរៀនណាកូនណាសូមទេវតាជួយតាមថែរក្សាកូនរាល់ទិវារាត្រីណាកូនសាធុសាធុសាធុម៉ែសូមទេវតាជួយថែរក្សាម៉ែដែរណាម៉ែបើក្មួយមានការខ្វះខាតហើយត្រូវការដោះស្រាយបន្តនោះក្មួយអាចពឹងពោរកខ្ចីពីប្អូនប្រុសពូសិនទៅគាត់ចិត្តល្អណាស់ចាំពូផ្ញើទៅសឹមសងគេតាមក្រោយណាសូមបងតែបានសុខសប្បាយតាមផ្លូវណាបងបានហើយថ្ងៃខ្ពស់ហើយក្មួយឆាប់ចេញទៅកុំឲ្យក្តៅតន់ណាមែនហើយឡានតាក់ស៊ីគេគិតតែលុយតែប៉ុណ្្នឹងឯងគេមិនគិតពីសុវត្ថិភាពអ្នកជិះនោះទេសូមជូនរឿងស្នេហ៍បងជួបប្អូនភាគទី1ក្រាំងវេហាដ៏ធំធេងពណ៌ខៀវខ្ចីលាតសន្ធឹងវែងអន្លាយដាច់កន្ទុយភ្នែកនោះគេសង្កេតឃើញកំឡោះក្រមុំមួយគូកំពុងអង្គុយសាសងគ្នាយ៉ាងផ្អែមត្រជាក់ដោយមិនយកចិត្តទុកដាក់នឹងកម្ដៅថ្ងៃឬក៏ភ្នែកអ្នកដទៃឡើយនេះគឺជាស្នេហានៃគ្រាដំបូងរវាងកំឡោះបូរិននិងក្រមុំរមណីដែលទើបតែចាប់បដិសន្ធិឡើងក្នុងជីវិតរបស់ពួកគេក្នុងអំឡុងពេលមិនយូរប៉ុន្មានដែរនោះរមណីអូនបងបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យនៅស្រុកយើងនេះហើយបងគិតថាបងនឹងបញ្ចប់ការសិក្សាត្រឹមនេះទៅចុះដើម្បីបានជួយធ្វើការងារនិងស្រែចម្ការជំនួសម្ដាយមេម៉ាយរបស់បងណាហើយម្យ៉ាងវិញទៀតបងក៏គ្មានថវិកាដើម្បីរៀនបន្តនៅសាកលវិទ្យាល័យដែរអូនយល់យ៉ាងណាដែរទៅចំពោះការសម្រេចចិត្តរបស់បងនេះនិយាយដោយស្មោះត្រង់ទៅខ្ញុំមិនពេញចិត្តនៅការសម្រេចចិត្តរបស់បងទេខ្ញុំមិនគាំទ្រជាដាច់ខាតនៅគំនិតអវិជ្ជមានរបស់បងនេះឡើយព្រោះថាបងជាមនុស្សប្រុសដូច្នេះបងត្រូវតែមានវិជ្ជាខ្ពង់ខ្ពស់សម្រាប់អនាគតរបស់បងត្រូវគ្រប់គ្រងគ្រួសារទាំងមូលបងជាអ្នកកាន់ចង្កូតគ្រួសារហេតុនេះបងមិនអាចធ្វើជាមនុស្សដែលខ្វះសមត្ថភាពនោះឡើយប៉ុន្តែដូចបងនិយាយមកហើយថាបងគ្មានលុយរៀនបន្តទៀតនោះទេតើឲ្យបងដោះស្រាយដូចមិនដេចទៅបងដូចជាតល់គំនិតសញ្ញបល់ហើយនេះរឿងលុយកាក់បងអាចរៀនផងធ្វើការផងទេឯរឿងកន្លែងស្នាក់នៅខ្ញុំអាចសុំពុកឲ្យគាត់តាក់ទងប្អូនប្រុសគាត់នៅទីនោះផ្ដល់ជំរកឲ្យបងស្នាក់នៅជាបណ្ដោះអាសន្នទម្រាំតែរៀនចប់ម្យ៉ាងទៀតខ្ញុំក៏ធ្លាប់ឮពុកនិយាយដែរថាបើបងតែបន្តការសិក្សានៅភ្នំពេញទៀតគាត់នឹងជួយឧបត្ថម្ភការសិក្សារបស់បងមានថ្លៃបង់សាលានិងសហយផ្សេងទៀតជាដើមចុះម្ដាយបងនោះបាននរណាជួយមើលថែគាត់ទៅនៅពេលដែលបងមិននៅនោះនេះក៏ជាបញ្ហាមួយដែរដែលបងត្រូវដោះស្រាយណារឿងអ្នកមីងសូមបងកុំបារម្ភផ្ទះយើងនៅជិតគ្នាតែដូច្នេះខ្ញុំអាចមានលទ្ធភាពមកមើលថែគាត់ទឹកក្តៅទឹកត្រជាក់យប់ប្រលប់បានដោយគ្មានទៅតឡើយបងអរគុណអូនហើយនឹងលោកពូច្រើនណាស់ដែលតែងតែជួយឧបត្ថម្ភគ្រួសារបងកន្លងមកមិនត្រឹមតែប៉ុណ្ណោះទេគ្រួសារអូនបានប្រុងប្រៀបរៀបចំខ្លួនដើម្បីទំនុកបំរុងចុងផ្ដើមបងទៀតគឺឲ្យបងទៅបន្តការសិក្សានៅឯសាកលវិទ្យាល័យនាទីក្រុងភ្នំពេញពេលនេះបងមិនមានអ្វីតបស្នងសងគុណគ្រួសារអូនទេក្រៅពីលើកម្រាមដៃដំគុំប្រណំប្រសពចូលគ្នាតែប៉ុណ្ណោះដើម្បីឆ្លើយតបចំពោះគុណូបការៈដែលលោកឪពុករបស់អូនហើយនឹងរូបអូននេះធ្វើមកលើគ្រួសាររបស់បងនោះណាគឺមិនមានអ្វីលើសពីនេះទៀតនោះទេមិនអីទេបងយើងនៅចិត្តខាងគ្នាត្រូវតែជួយមើលថែគ្នាអញ្ចឹងហើយវាជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ដែលមិនត្រូវមើលអំណាមគ្នាទេបងមិនចាំបាច់យកចិត្តទុកដាក់យកទុកក្នុងខ្លួនឡើយរាត្រីនេះបូរិនមានការខ្វាយខ្វល់ជាខ្លាំងក្នុងរឿងទៅបន្តការសិក្សានៅឯទីក្រុងម្ដាយរបស់គេក៏មានគំនិតដូចជារមណីដែរក្នុងការជំរុញរូបគេក្នុងរឿងនេះតាមពិតគេក៏មានចិត្តក្នុងការទៅបន្តការសិក្សាដែរប៉ុន្តែគេពិតជាខ្វល់ខ្វាយខ្លាំងណាស់
នៅពេលដែលម្ដាយរបស់គេរស់នៅស្រុកនេះតែម្នាក់ឯងកំពុងតែដោះស្រាយបញ្ហាដ៏ចាក់ស្រេះរកផ្លូវចេញមិនទាន់បាននោះមីនូបានចេញមកអង្គុយក្បែរកូនដើម្បីសួរនាំពីអ្វីដែលគេបានគិតកូនកំពុងគិតពីអីហ្នឹងអូម៉ែមិនទាន់សម្រានទេអីម៉ែនៅទេយប់នេះអាកាសធាតុក្តៅស្អុះស្អាប់ណាស់ម៉ែដេកមិនលក់ទេនឹងហើយម៉ែយប់នេះក្តៅមែននឹងហើយកូនក៏ពិបាកដេកដែរណាម៉ែហើយកូនក៏ចេះតែអង្គុយលេងទៅម៉ែនិយាយអញ្ចឹងថ្ងៃមិញលបងថែមកសួរម៉ែថាតើកូនឯងទៅភ្នំពេញរៀនបន្តឬអត់កូនមានគំនិតអីនឹងរឿងហ្នឹងទេម៉ែខ្ញុំគិតថាបញ្ឈប់ការសិក្សាត្រឹមនឹងហើយណាម៉ែរៀនបានតែប៉ុណ្ណេះតម្រេះក៏អាចប្រើការបានហើយខ្ញុំមិនចង់ទៅណាឆ្ងាយពីម៉ែឬក៏ចោលម៉ែនោះទេកូនគិតដូច្នេះមិនត្រូវទេកូននៅក្មេងរៀនកំពុងតែចូលហើយរៀនពូកែទៀតបើកូនឈប់រៀនមែននោះវាពិតជាគួរឲ្យសោកស្ដាយណាស់កូនកែប្រែការគិតនេះចោលទៅហើយចុះបើកូនទៅបានតើបាននរណាជួយមើលថែម៉ែទៅរឿងនេះគ្មានបញ្ហាទេកូនម៉ែអាចមើលថែខ្លួនឯងបានហើយកូនខំតែរៀនទៅកុំអំពើពីរឿងម៉ែឲ្យសោះម៉ែពិតជាមិនអីទេទោះបីជាម៉ែអះអាងយ៉ាងណាក៏ដោយចុះក៏កូននៅតែមិនអស់ចិត្តដែរណាម៉ែសូមម៉ែកុំបង្ខំកូនអីបានទេម៉ែម៉ែមិនបង្ខំកូនទេតែវាជាអនាគតរបស់កូនយើងគ្មានដីធ្លីច្រើនធ្វើស្រែទេឪពុកកូនជាតាកូនគ្មានដីគេចែកឲ្យកូនចៅទេដោយសារតែសេចក្តីក្រភាពក្រីក្រនេះគឺវាកើតឡើងពីភាពអវិជ្ជានេះឯងតើកូនយល់ទេបាទកូនយល់ហើយម៉ែតើយើងមានប្រាក់ឯណាដើម្បីឧបត្ថម្ភនៅការសិក្សារបស់កូននោះការសិក្សានេះទាមទារឲ្យចប់ចុងចប់ដើមយើងមានប្រាក់ឯណាទៅម៉ែលបងថែបានបង្ហើបប្រាប់ម៉ែថ្ងៃមិញថាបើកូនទៅបន្តការសិក្សាគាត់សន្យានឹងជួយប្រាក់កាសដល់កូនរាល់ខែទាល់តែកូនរៀនចប់ជាស្ថាពរម៉ែហេតុអីក៏ពូថែគាត់ចេះតែជួយគ្រួសារយើងហើយនឹងបន្តការជួយរបស់គាត់ទៅអនាគតទៀតនោះម៉ែកូនពិតជាឆ្ងល់មែនតាមម៉ែគិតមើលម្យ៉ាងឪពុកឯងធ្លាប់មានគុណលើគាត់មានបានរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែឪពុករបស់ឯងទេម្យ៉ាងគាត់ជាមនុស្សល្អចិត្តធម៌និងចូលចិត្តយកអាសាអ្នកដទៃម្យ៉ាងគាត់ស្រឡាញ់ចរិតនិងភាពស្មោះត្រង់ព្រមទាំងភាពឆ្លៀសវៃរបស់កូនផងម៉ែនេះមិនមែនគាត់គិតថាថ្ងៃមុខកូននឹងក្លាយជាកូនប្រសាររបស់គាត់ទេអីម៉ែដឹងអីអាចដែរថ្ងៃរះចិត្តដល់ចុងឈើទៅហើយបូរិនគេមិនតន់ទៅស្រែទេគេនៅពុះអស់មុខផ្ទះសិនពុះអស់ចិត្តហើយគេក៏ឃើញនាងរមណីទៅដល់ផ្ទះគេដោយនិយាយថាឪពុកនាងឲ្យហៅគេទៅជួបគាត់បន្តិចឮដូច្នេះបូរិនក៏មនីដើរតាមក្រោយនាងរមណីដោយមិនបង្អង់ឡើយតម្រង់ទៅផ្ទះនាងដែលនៅមិនឆ្ងាយពីផ្ទះគេប៉ុន្មានឡើយទៅដល់ផ្ទះពូថែបូរិនបានឃើញពូថែនៅអង្គុយពិសាតែចាំរូបគេមុនជាស្រេចជំរាបសួរលោកពូបានល្អហើយបូរិនមកឆាប់មកអង្គុយសិនមកណាបាទលោកពូសូមអរគុណលោកពូណែពូហៅក្មួយមកនេះណាដោយចង់ដឹងថាតើក្មួយមានគំនិតចង់ទៅបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅឯភ្នំពេញទៀតឬទេនៅក្នុងរឿងនេះក្មួយកំពុងតែគិតដែរលោកពូតាមពិតទៅក្មួយចង់បញ្ចប់ការសិក្សាត្រឹមនឹងទៅចុះក៏ប៉ុន្តែណែម្ដាយរបស់ក្មួយគាត់ចេះតែជំរុញក្មួយឲ្យទៅសិក្សាបន្ថែមទៀត
ដែលធ្វើឲ្យក្មួយស្មុគស្មាញខ្លាំងណាស់ជាពិសេសគឺក្នុងរឿងនេះឯងលោកពូឥឡូវក្មួយគិតចេញយ៉ាងម៉េចហើយមិនទាន់ចេញជាស្អីទេលោកពូក្មួយកំពុងនៅគិតនៅឡើយនឹងណារឿងដែលធំនោះគឺហិរញ្ញវត្ថុនៅក្នុងការសិក្សានឹងឯងបន្ទាប់មកគឺម្ដាយរបស់ខ្ញុំព្រោះគាត់នៅតែម្នាក់ឯងដល់គ្មានអ្នកណាមើលថែគាត់នោះទេណាលោកពូតាមពូមើលទៅណារឿងអស់នេះដូចជាគ្មានបញ្ហាទេឲ្យតែក្មួយឯងចង់ទៅសិក្សាពូធានារ៉ាប់រងបញ្ហារបស់អស់ទាំងនេះបានជាពិសេសម្ដាយឯងមិនថាថ្លៃសិក្សាឬក៏ការមើលថែអ្នកម្ដាយរបស់ឯងនោះទេស្ដាប់បានហើយនៅចាំខ្ញុំគិតសិនណាលោកពូចាំគិតវែងឆ្ងាយអីបងអ្វីដែលបងបារម្ភនោះគឺបានដោះស្រាយអស់ហើយនៅឡើយអ្វីទៀតដែលបងត្រូវគិតគូរណាក្មួយសូមអរគុណលោកពូនិងអូនរមនីជាអនេកដែលលោកពូហើយនិងអូនរមនីតែងតែយកចិត្តទុកដាក់ផ្គត់ផ្គង់ឧបត្ថម្ភហើយនឹងសួរសុខទុក្ខគ្រួសាររបស់ក្មួយជានិច្ចដរាបតាំងពីពេលមុនរហូតមកដល់ពេលនេះនៅក្នុងមួយជីវិតនេះក្មួយប្រហែលជាសងគុណលោកពូមិនរួចនោះទេមើលទៅក្នុងការដែលពូជួយទុកធុរៈក្មួយឬក៏អ្នកដទៃទូទៅកន្លងមកនោះពូមិនដែលគិតគូរយកប្រយោជន៍មកវិញនោះទេឬក៏ហៅថាហត់ទឹកសម្លឹងកាកឡើយណាក្មួយសូមអរគុណលោកពូម្ដងទៀតបើអញ្ចឹងក្មួយសូមលាទៅវិញហើយណាលោកពូចាំម៉េចយ៉ាងម៉ាក្មួយជូនដំណឹងមកលោកពូតាមក្រោយចុះសូមលោកពូអនុគ្រោះនិយាយរួចបូរិនក៏រំលាកខ្លួនចេញទៅក្រោមក្រសែភ្នែកពូថែនិងនាងរមនីតាមមើលដោយមិនអស់ចិនមកដល់ផ្ទះវិញបូរិនដាក់គូតអង្គុយចុះសឹងតែមិនទាន់មីងនោះបានរលះរលាំងមកសួរនាំគេភ្លាមយ៉ាងម៉េចហើយកូនលបងថែថាម៉េចដែរអ្នកម៉ែគាត់និយាយដូចដែលធ្លាប់ប្រាប់ម៉ែកន្លងមកអញ្ចឹងគ្មានអ្វីប្លែកទៀតនោះទេហើយកូនថាម៉េចដែរកូនប្រាប់ថាណាចាំកូនគិតមើលសិននឹងណាម៉ែមិនបាច់គិតច្រើនទេកូនឱកាសបានមកដល់ហើយកម្រមានអ្នកណាដែលមានចិត្តធម៌មកជួយយើងទៅទេបែបនេះណានេះជាឱកាសមាសហើយកូនគិតទៅមើលខ្លាំងចង់រៀនតែគ្មានលុយខ្លះទៀតមានលុយតែរៀនមិនកើតរីឯអ្នកខ្លះទៀតចង់រៀនមានលុយតែមិនមានពេលដូច្នេះកូនកុំសូនសាញយប់យន្តសបិនយូអីទៀតនាំតែបាត់ឱកាសទេកូនបាទម៉ែណែចាំខ្ញុំដេកគិតមកយប់សិនណាម៉ែណាដេកគិតទៅថាតែរៀននៅណាកូនបូរិនសម្លឹងមើលម្ដាយដោយអាណិតស្រឡាញ់ព្រឹកឡើងបូរិនបានហៅនាងរមនីមកជួបដើម្បីប្រាប់នាងថាគេសម្រេចចិត្តទៅបន្តការសិក្សានៅឯភ្នំពេញហើយពួកគេអង្គុយក្រោមដើមត្នោតភ្លុះពីរដើមខ្ពស់លលៃពួកគេហាក់ដូចជាស្រពាប់ស្រពន់ណាស់ដោយដឹងថាពួកគេនឹងបែកគ្នាក្នុងអនាគតដ៏ខ្លីខាងមុខនេះណែបងសម្រេចចិត្តថាទៅរៀនបន្តតាមគំនិតម្ដាយបងហើយនៅឪពុកអូនហើយណាអូនសម្លាញ់ម្យ៉ាងគឺដើម្បីឲ្យអូនបានសប្បាយចិត្តផងនោះអីបងកុំធ្វើដើម្បីអូនណាបងត្រូវធ្វើដើម្បីខ្លួនបងបេះដូងបងហើយនឹងទឹកចិត្តអ្នកម្ដាយហើយម្យ៉ាងទៀតវាជាអនាគតរបស់បងដែរមែនហើយអូនតែតាមពិតទៅបងធ្វើនេះគឺដើម្បីទាំងអស់គ្នានោះឯងហើយរួមទាំងខ្លួនបងផងដែរប៉ុន្តែបងក៏បារម្ភណាស់ដែរនៅពេលដែលបងបែកឃ្លាតពីអូនណាបងប្រកាសជានឹកអូនបារម្ភពីអូនគ្មានថ្ងៃលហែនោះទេអូនក៏នឹកបងនិងបារម្ភពីសុខទុក្ខរបស់បងដែរប៉ុន្តែធ្វើម៉េចបែកកលៈទេសៈតម្រូវមកយ៉ាងនេះទៅហើយបងកុំនឹកអូនពេកណាខ្លាចរៀនមិនចូលមិនយូរទេបង 4-5 ឆ្នាំយើងនឹងបានជួបគ្នាវិញហើយពេលនោះយើងលែងបែកគ្នាទៀតហើយពេលបងមិននៅណាអូនត្រូវថែរក្សាខ្លួនឲ្យបានល្អទៅណាមកណា
សូមអូនប្រយ័ត្នប្រយែងផងណានេះបងពិតជាបារម្ភអូនណាក៏ព្រោះថាបងមិនបាននៅចិត្តអូនហើយនឹងមើលថែអូនទៀតនោះទេបងកុំបារម្ភពេកអូនចេះមើលថែខ្លួនឯងហើយគិតតែបងវិញទេថែខ្លួនឲ្យបានល្អហើយទុកបេះដូងឲ្យអូនផងកុំទុកដាក់ជាមួយនារីណាឲ្យសោះលឺទេ បងលឺហើយសូមអូនកុំព្រួយបារម្ភឲ្យសោះនេះបងស្មោះចំពោះតែអូនម្នាក់ប៉ុណ្ណោះទេក្រៅពីរូបអូនបងមិនមើលឃើញនារីណាម្នាក់ឡើយណាបងសន្យាបានឲ្យតែដូចមាត់តែបើមិនដូចមាត់ទេអូនមិនអត់ឱនឲ្យបងទេណាប្រយ័ត្នប្រយែងឲ្យមែនទេបងឯងសូមអូនជួយមើលថែម៉ែបងផងឲ្យបានល្អបងជឿជាក់លើអូនណាសូមបងទុកចិត្តលើអូនចាស់ក្នុងរឿងនេះអូនមិនឲ្យបងអស់សង្ឃឹមទេបងសូមអរគុណនឹងទឹកចិត្តរបស់អូនហើយសូមព្រះជាម្ចាស់ជួយថែរក្សាគ្រួសារអូនហើយនឹងអ្នកម៉ែផងថ្ងៃនេះគឺជាថ្ងៃដែលបូរិនចេញដំណើរទៅបន្តការសិក្សានៅឯទីក្រុងពូថែនិងកូនស្រីបានមកដល់ផ្ទះបូរិនដើម្បីជូនដំណើរគេមីងនូមានការសោកសៅជាខ្លាំងដែលត្រូវបែកគ្នាពីកូនប្រុសហើយកូនប្រុសនេះមិនដែលបែកពីរូបគាត់តតែសោះសូមកូនទៅឲ្យបានសងនឹងខំរៀនណាកូនណាសូមទេវតាជួយតាមថែរក្សាកូនរាល់ទិវារាត្រីណាកូនសាធុម៉ែសូមទេវតាជួយថែរក្សាម៉ែដែរណាម៉ែហើយសូមម៉ែថែរក្សាខ្លួនឯងផងបើមានបញ្ហាអ្វីឬមួយក៏មិនស្រួលខ្លួនអីនោះជាពិសេសនៅពេលជប់ព្រលឹមសូមម៉ែឆាប់ហៅទៅរកអូនរមនីឲ្យជួយផងទៅណាម៉ែណាមិនអីទេកូនម៉ែដឹងហើយខំរៀនណាបូរិនកុំបណ្ដែតបណ្ដោយខ្លួននឹងធ្វេសប្រហែសឲ្យសោះណាពូនឹងផ្ញើប្រាក់អង្គត្រីសាច់ទៅឲ្យក្មួយរាល់ដើមខែនីមួយបើក្មួយមានការខ្វះខាតហើយត្រូវការដោះស្រាយបន្តនោះក្មួយអាចពឹងពោរកខ្ចីពីប្អូនប្រុសពូសិនទៅគាត់ចិត្តល្អណាស់ចាំពូផ្ញើទៅសឹមសងគេតាមក្រោយណាមិនអីនោះទេបាទលោកពូណែខ្ញុំនឹងត្រង់ត្រាប់ស្ដាប់តាមនៅបណ្ដាំរបស់លោកពូមិនឲ្យបានសូមបីតែមួយម៉ាត់ឡើយសូមលោកពូជួយមើលម្ដាយរបស់ខ្ញុំផងណាលោកពូមិនអីទេខំតែរៀនទៅគឺបានហើយរមនីអូនបងលាសិនហើយណាសូមអូនថែរក្សាខ្លួនផងចាំបងឧស្សាហ៍ខលមកលេងអូនណាចាបងសូមបងតែបានសុខសប្បាយតាមផ្លូវណាបងបានហើយថ្ងៃខ្ពស់ហើយក្មួយឆាប់ចេញទៅកុំឲ្យក្តៅតន់ណាមែនហើយឆាប់ចេញដំណើរទៅកូនខ្លាចក្តៅអញ្ចឹងខ្ញុំសូមលាអ្នកទាំងអស់គ្នាសិនហើយសូមអ្នកទាំងអស់គ្នានៅឲ្យបានសុខចុះខ្ញុំលាហើយម៉ែកំឡះបូរិនបានធ្វើដំណើរមកដល់ផ្ទះលោកតុនដោយការគ្រងទុំគេបានចុចកណ្ដឹងនៅមាត់ទ្វារដើម្បីឲ្យសញ្ញាដល់ម្ចាស់ផ្ទះពីរបីដងហើយរងចាំនៅទីនោះមួយសន្ទុះធំទើបឃើញយុវតីដ៏ស្រស់ប្រឹមប្រៃគួរជាទីគយគន់ម្នាក់ដើរចេញពីក្នុងផ្ទះមកយុវតីនោះគឺគ្មានអ្នកណាក្រៅពីនាងលីនីកូនស្រីសំណប់ចិត្តតែមួយរបស់លោកតុននិងលោកស្រីលីណាឡើយលីនីនាងសម្លឹងមើលមុខកំឡោះបូរិនដោយក្រសែភ្នែកមិនពេញចិត្តព្រមទាំងត្រគោះបោះបោកពាក្យសម្ដីទៅលើគេពីរបីម៉ាត់ចុចអីក៏ចុចម្លេះខ្លាចគេមិនលឺឯងចុចតែម្ដងគេលឺហើយចុចច្រើនដងពេកប្រយ័ត្នខូចកណ្ដឹងហ្នឹងណាតែខូចចេះឲ្យសងហើយខ្ញុំសុំទោសផងអ្នកនាងគឺខ្ញុំមិនឃើញអ្នកណាចេញមកខ្ញុំខ្លាចគេមិនលឺក៏ចេះតែចុចទៅបានផ្ទះនេះគ្មានអ្នកណាគេថ្លង់ទេកុំពិនដោះសារពេកហើយបើអ្នកមករត់ណា
មានការអី អ្នកនាងបានគឺខ្ញុំមកពីស្រែហើយមករកលោកពូតុននេះតើគាត់នៅផ្ទះទេអ្នកនាង រកគាត់មានការអីទេ បានគឺខ្ញុំមានការងារខ្លះត្រូវជម្រាបគាត់បាទ មករកការងារធ្វើអីនៅទីនេះគ្មានការឲ្យធ្វើទេប្រាប់ឲ្យហើយ អត់ទេខ្ញុំអត់មករកការងារធ្វើទេខ្ញុំមកនៅទីនេះតែម្ដងបាទ មកនៅទីនេះហ៎ឈួតទេអីនិយាយផ្ដេសផ្ដាស់ គឺអត់ឈួតទេបាទអ្នកនាងឲ្យខ្ញុំចូលទៅគឺដឹងហើយ អត់ទេនៅចាំនឹងហើយចូលទៅតែផ្ដេសតែផ្ដាស់មិនហ្នឹងនិយាយរឿងនាងលីនីដើរចូលទៅក្នុងផ្ទះវិញបន្ទាប់ពីបានការអនុញ្ញាតហើយនាងលីនីក៏នាំបូរិនទៅជួបនឹងឪពុកម្ដាយនាង ជម្រាបសួរលោកពូអ្នកមីងបាទអូលើកដៃថ្វាយព្រះក្មួយមិនហើយមកតាមផ្លូវមិនអីទេបាទមិនអីទេលោកពូនេះគ្រាន់តែជិះឡានតាក់ស៊ីចង្អៀតបន្តិចតែប៉ុណ្ណោះទេបាទមែនហើយឡានតាក់ស៊ីគេគិតតែលុយតែប៉ុណ្្នឹងឯងគេមិនគិតពីសុវត្ថិភាពអ្នកជិះនោះទេ ក្មួយប្រហែលជាអស់កម្លាំងណាស់ហើយមើលទៅ បាទមិនអីទេអ្នកមីងអរគុណណាស់អ្នកមីងហើយចុះម្ដាយក្មួយសុខសប្បាយទេនឹងបាទលោកពូគាត់មានសុខភាពធម្មតាទេលោកពូអរគុណច្រើនបាទសួរសុខទុក្ខគ្នាប៉ុណ្្នឹងសិនហើយណាបាទហើយណាលីនីកូននាំបូរិនទៅនៅបន្ទប់ជាន់លើបង្អស់ទៅណាកូនហើយចុះមករៀបបាយរៀបទឹកអីឲ្យគេញ៉ាំផងទៅក្មួយបូរិនណាក្មួយឲ្យយកអីវ៉ាន់ទៅទុកនៅក្នុងបន្ទប់ក្មួយហើយងូតទឹកងូតអីឲ្យវាស្អាតបាទទៅចាំមកញ៉ាំបាយជុំគ្នាណាបាទលោកពូបាទអរគុណលោកពូប៉ាឲ្យគេនៅផ្ទះយើងឯប៉ានឹងហើយកូនហេតុអីទេហើយគេមកនៅផ្ទះយើងមិនដល់អាសន្នទេតើដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យណាកូននៅបណ្ដោះអាសន្នដើម្បីបន្តការសិក្សាហើយតម្រាំតែរៀនចប់នៅប្រហែលឆ្នាំទៅប៉ាយីកូននេះស៊ូអីស៊ូដេញដោលម្លេះប៉ាប្រើឲ្យធ្វើអីក៏ធ្វើនឹងទៅចាំបាច់ស៊ូមិនដឹងស្អីទេម៉ាក់ស៊ូផងក៏មិនបានតើគាត់នេះនឹងអង្គុយធ្វើស្មើដល់ណាទៀតលោកពូអ្នកមីងក្មួយសុំលាទៅសិនហើយបានទៅចាស់ក្មួយហើយប៉ាវាមើលសម្ដីកូនជើងដូចចៅដឹងទាំងដងមួយម៉ាត់ដូចគេកាប់នឹងពូថៅមកពីម៉ាក់វាឯងនឹងខំតម្រើសវាពេកទៅបានជាខូចកូនអស់លីងចឹងហើយកូនមានតែមួយគ្រាប់ទើបខ្ញុំចេះតែអត់នឹងណានាងលីនីបាននាំបូរិនទៅកាន់បន្ទប់របស់គេទាំងមួម៉ងមិនដឹងហេតុអីនាងលីនីហាក់ដូចជាគ្មាននិស្ស័យជាមួយនឹងបូរិនសោះតាំងតែពីដំបូងទីណាមួយនាងមានចរិតជាកូនទូលផងម្ល៉េះហើយសម្ដីរបស់នាងមិនសូវជាពីរោះស្ដាប់ប៉ុន្មានឡើយនេះហើយជាបន្ទប់របស់លោកឯងពេលអត់នៅបិទភ្លើងផងទឹកក៏អញ្ចឹងដែរប្រើឲ្យបិទក្បាលរ៉ូប៊ីណេឲ្យជិតផងកុំឲ្យទឹកវាហូរបាទនាងបាទនៅទៀតត្រូវបោសសម្អាតចណ្ដាលផងជាពិសេសសម្បុកពេញពីងកុំឲ្យវាមានអីសោះលើទេបានលឺហើយនាងផ្ទះពេលចេញចូលត្រូវបិទទ្វារហើយកុំក្ដុងក្ដាំងអីសោះហាមមិនឲ្យយកបាយមកស៊ីនៅក្នុងបន្ទប់ដេកទេស្ដាប់បានហើយណាបានស្ដាប់បានហើយនាងបាទនៅមានទៀតហាមមិនឲ្យនាំមិត្តភ័ក្តិបនភឿនឬក៏ស្រីញីមកផ្ទះនេះទេហើយរនៅនាងមិនទាន់អស់ទេកុំពាក់ស្បែកជើងចូលផ្ទះជាពិសេសកុំមានដៃមានជើងអីសោះយល់ទេបាទយល់ហើយនាងបាទបើយល់ហើយតើធ្វើតាមបានទេបាទនាងបើមិនបានក៏ត្រូវតែបានដែរបានពុំនោះសោតទេខ្ញុំអត់កន្លែងជ្រោកឥឡូវហើយដឹងខ្លួនអញ្ចឹងល្អហើយងូតទឹកហើយចុះទៅរកបាយខ្លួនឯងទៅគ្មានអ្នកណាបម្រើទេអស់សម្ដីនាងលីនីក៏ត្រឡប់ទៅវិញដោយទុកឲ្យកំឡោះបូរិននៅអង្គុយក្រវីក្បាលដោយគោស្រាំងតិចទាំងហួសចិន
រាត្រីកាលបានឈានចូលមកដល់បូរិនដេកសន្ធឹងសន្ថីយកដៃកងថ្ងាសគិតពីអនាគតរបស់ខ្លួនអនាគតខ្ញុំហើយតើនឹងទៅជាយ៉ាងណាទៅនៅក្នុងជីវិតនេះតើខ្ញុំអាចរៀនចប់ដែរឬក៏អត់ទេណោះបាទអ្វីខ្ញុំពឹងផ្អែកលើគេទាំងស្រុងយ៉ាងដូចនេះថ្ងៃណាគេសប្បាយចិត្តគេក៏ឲ្យទៅចុះបើថ្ងៃណាគេមិនសប្បាយចិត្តវិញតើគេបន្តឲ្យទៀតឬក៏យ៉ាងម៉េចណោះអូនរមណីតើអូនថ្មនេះកំពុងតែធ្វើអ្វីទៅកំពុងតែគេឬមួយក៏យ៉ាងម៉េចតើអូនគិតមកបងដូចជាបងកំពុងតែគិតទៅដល់អូនដែរឬទេណោះហេតុអីក៏ប្អូនជាដូនមួយរបស់អូនមិនដូចជាអូនអញ្ចឹងមើលទៅមិនដឹងជាបងស៊ូនឹងនាងបានប្រពន្ធណាទេនាងមើលទៅហាក់ដូចជាមិនចូលចិត្តបងសោះតើបងមានត្រង់ណាគួរឲ្យស្អប់ទៅបងនឹងនាងមិនដែលស្គាល់គ្នាសោះហេតុអីក៏ជួបគ្នាភ្លាមបីដូចជាក្របីហើយនឹងជេងអញ្ចឹងអ្នកម្ដាយតើអ្នកម្ដាយសុខទុក្ខយ៉ាងណាទៅកូននឹកអ្នកម្ដាយខ្លាំងណាស់បើទោះបីជាទើបតែបាយគ្នាត្រឹមតែមួយថ្ងៃក៏ដោយចុះមិនដឹងខែណាឆ្នាំណាកូនបានទៅជួបនឹងរួមរស់ជាមួយអ្នកម្ដាយវិញនោះទេអ្នកម្ដាយខ្ញុំនឹកអ្នកម្ដាយណាស់មីងនួនកំពុងតែឈរអុំអង្ករនៅមុខផ្ទះបន្តិចក្រោយមកពូថែនិងនាងរមណីឪពុកនិងកូនបានមកដល់ផ្ទះគាត់អូលបងមីនាងមកអង្គុយលេងនិយាយអញ្ចឹងអ្នកមានបានទទួលដំណឹងពីបូរិនឬក៏អត់ទេនឹងមែនហើយមីងគាត់មានខលមកមីងទេគាត់មិនបានខលមកខ្ញុំសោះអូគេប្រាប់ខ្ញុំថាគេរកសាលាមិនទាន់បានទេលបងចាំមើលបន្តិចទៀតសិនអូអញ្ចឹងទេខ្ញុំស្មានតែគេឈឺកាត់អីទៅនឹងបានជាស្ងាត់ដំណឹងឲ្យឈឹងយ៉ាងនេះចាអរគុណហើយលបងគេមិនអីទេមីងមិនគិតថាតែលេងបងបរិនទេឯងនៅទេក្មួយព្រោះគេទើបតែទៅដែរនឹងចាំគេទៅបានមួយរយៈធំសិនសឹមគិតទៀតម្យ៉ាងមីងមិនសូវជាមានសហុយផងចាំពេលណាដែលមីងសម្រេចចិត្តថាទៅលេងគាត់សូមមីងប្រាប់ខ្ញុំផងខ្ញុំទៅដែររឿងសហុយសដាអីទុកភារៈលើខ្ញុំចាស់ខ្ញុំធានារ៉ាប់រងរាល់ការចំណាយទាំងអស់មីងមិនចាំបាច់ព្រួយបារម្ភឡើយអូមីងអរគុណហើយក្មួយមិនអីទេចាំថ្ងៃណាមីងទៅមីងនឹងប្រាប់ខ្ញុំគិតថាលៀនអ្នកទៅវិញហើយបើបានដំណឹងយ៉ាងម៉េចយ៉ាងម៉ាឆាប់ប្រាប់ខ្ញុំផងណាអ្នកណាចាមិនអីទេលបងចាំមិនចាំខ្ញុំប្រាប់ខ្ញុំលាទៅវិញហើយមីងកុំភ្លេចណាឆាប់ឲ្យដំណឹងខ្ញុំផងបើគាត់ខលមកបើខ្ញុំបានដំណឹងមុនមីងចាំខ្ញុំប្រាប់មីងវិញភ្លាមសម្រាប់អញ្ចឹងចោះតែចោះក្មួយបូរិនកំពុងតែជូតអិននាងលីនីដើរយ៉ាងប្រញាប់ប្រញាល់មិនបានជាមើលក៏រអិលដួលអុកគូតធ្វើមាត់ស្ញាញ់បូរិនភ័យណាស់ខំស្រវេស្រវាទៅជួយលើកនាងឡើងនាងមិនអីទេមិនអីអាម៉េចដួលអុកគូតចង់បែកកទូតអងហើយនៅសួរដូចជាមិនដឹងអីសោះណែកុំមកប៉ះយើងដៃអ្នកឯងក៏ខ្វក់ណាស់បែបជាព្រានារីផងក៏មិនដឹងដៃស្មុកក្រងដៃបន្លំយកចំណេញខ្ញុំសុំទោសផងនាងគ្មានចេតនាទេខ្ញុំគ្មានបំណងកេងបន្លំអីលើនាងនោះទេបានរត់តែគ្មានបំណងធ្វើឲ្យនាងដួលដែរនឹងណានេះខ្ញុំពិតជាគ្មានចេតនាមែនណានាងគ្មានឬមានចេតនាឬអចេតនាតែខ្ញុំបានដួលរួចទៅហើយខ្លួនមានស្អីសងយើងនាងហើយនាងខ្ញុំមានតែសម្បកខ្លួនមួយអាគុតទេខ្ញុំមិនមានអ្វីជាដុំកំភួនសងទៅនាងនោះទេណាធ្វើការមិនចេះប្រយ័ត្នប្រយែងមិនដែលចេះធ្វើការងារទេនេះចេះដួលយើង
បើសិនជាដួលប៉ាម៉ាក់យើងវិញតាគិតយ៉ាងម៉េចទេពួកគាត់មានជំងឺលេសឈាមប្រចាំកាយផងក៏ប៉ុន្តែអ្នកនាងឯតាដើរមិនប្រយ័ត្នខ្លួនឯងនោះហេតុអីក៏អ្នកនាងបែរជាមកស្ដីបន្តឲ្យខ្ញុំទៅវិញខ្ញុំមានការប្រុងប្រយ័ត្នខ្លាំងណាស់ណាអ្នកនាងមិនដូចមាត់អ្នកនាងថានោះទេនៅប្រកែកដោះសារតវ៉ាទៀតទេបើខ្លួនមានការប្រុងប្រយ័ត្នខ្ពស់មិនមែនលាយទឹកសាប៊ូច្រើនហើយបណ្ដោយឲ្យទឹកហូរលហេលហាយបានសាចពីវាលពេលកាចេញឆ្ងាយពីរង្វង់សម្អាតដល់ម្លឹងទេហើយមិនបានដាក់ផ្លាកសញ្ញាថារអិលនោះទៀតផងហើយយ៉ានេះនៅក្នុងផ្ទះរបស់យើងសោះមិនក៏ចាំបាច់ដាក់ផ្លាកសញ្ញាដែរទៅល្ងងមែនអ្នកមិនដែលនៅទីក្រុងអញ្ចឹងហើយធ្វើតែបាត់តែនៅក្នុងផ្ទះមែនប៉ុន្តែត្រូវដាក់ផ្លាកសញ្ញាសម្រាប់ភ្ញៀវពន្លឺដែលគេមកលេងផ្ទះយើងម្ដងម្កាលនោះឲ្យគេបានដឹងផងអូបានខ្ញុំយល់ហើយអ្នកនាងបានអញ្ចឹងខ្ញុំសុំទោសម្ដងទៀតទៅចុះមិនមែនសុំទោសនឹងហើយបានរួចខ្លួនទេគាត់ឯងត្រូវទទួលពិន័យដោយត្រូវលាងចានលាងឆ្នាំងដែលយើងត្រាំចោលនោះឲ្យអស់យ៉ាងម៉េចប៉ុណ្ណឹងសមរម្យអាចទទួលយកបានដែរទេហើយចាពិន័យនេះដូចជាធ្ងន់ធ្ងរណាស់អ្នកនាងខ្ញុំជាមនុស្សប្រុសឲ្យតែលាងចានលាងឆ្នាំងធ្វើមិនកើតទៅមិនបានស្ត្រីមានដៃពីរបរិះក៏មានដៃពីរដែរស្ត្រីធ្វើការហេតុអីក៏បរិះធ្វើមិនកើតណ៎ការងារនេះជាការងាររបស់មនុស្សស្រីទេហេតុអីក៏ត្រូវឲ្យមនុស្សប្រុសទៅធ្វើទៅវិញចោះមែនត្មងនឹងជាទស្សនៈហួសសម័យសម័យឥឡូវណាវាមិនដូចជាសម័យមុនទេមនុស្សប្រុសស្រីធ្វើការងារដូចគ្នាស្វាមីត្រូវជួយភរិយាក្នុងការងារផ្ទះសម្បែងដែរខ្លួននៅហ្វ្រីដេកហ្វ្រីស៊ីហ្វ្រីការងារប៉ុណ្ណឹងធ្វើមិនបានទេហ៎ហើយចេះតែបានហើយដោយសារតែអត់ជំរើសនោះអី